ជំរាបសួរពុកប្រហែលថ្ងៃនេះតើដាក់ឈ្មោះហ្មងនេះចុះនៅពេលដែលពុកជួបជនភៀសសិទ្ធនៅតូដៃនឹងតើពុកដាក់ឈ្មោះគាត់ថាម៉េចដែរជនភៀសសិទ្ធចំនួនថ្មីឬហៅថាជនភៀសសិទ្ធសម័យដេជោធិបតីពុកក៏ដាក់ឈ្មោះចំលុយហ្មងនេះជនភៀសសិទ្ធសម័យដេជោធិបតីមានន័យថាជនភៀសសិទ្ធបង្កឡើងសម័យដេជោជាឪហើយសម័យអធិបតីជាកូនលុយហ្មងប្រវត្តិសាស្ត្រចាស់ទុកហ្មងនេះរួចចុះភូមិជនភៀសសិទ្ធវិញពុកដាក់ឈ្មោះអ្វីដែរភូមិនេះខ្ញុំសូមស្នើដាក់ថាជាភូមិរងចាំទំនងទៀតសម្ដេចអីបកាយយ៉ាងនេះភូមិរងចាំស្ដាប់ទៅឲ្យព្រោះរដំដូចចម្រៀងស្នេហ៍រថសែននឹងកងរៃរថសែនអូនរងចាំរហូតខ្លាយជាភ្នំរងចាំសូមសារស្មោះបងសម្ដេចពុកបកាយរកឈ្មោះដាក់ណាកូនជនភៀសសិទ្ធ4នាក់ដែលមិនទាន់កើតក៏ពុកដាក់ឈ្មោះឲ្យដែរតើពុកដាក់ឈ្មោះពួកនឹងឈ្មោះអីដែរអាមួយលក្ខណៈអាមួយសក្ខណៈអាមួយបញ្ញបុត្រអាមួយបញ្ញវុត្រតើចាំចាឈ្មោះអាយ៉ាពុកឥឡូវសឹកបលេបកូអីណាទៀតនេះហើយខ្ញុំនិយាយអញ្ចឹងតមាជីវិតហើយបញ្ញបុត្រប្រែថាកូនយកបញ្ញាធ្វើជាអាវុធអាយ៉ាពុកយកបញ្ញាធ្វើជាអាវុធចឹងតាបានអត់ទិញកំភ្លើងច្បាំងជាមួយថៃយល់ហើយថាវាស្រឡាញ់លុយពេកដឹងហើយមិនបាច់ប្រាប់ក៏ដឹងដែរមុខតំណែងជានាយករដ្ឋមន្ត្រី38ឆ្នាំដូច្នេះខ្ញុំស្គាល់ថាតើអ្វីគួរធ្វើអ្វីដែលមិនគួរធ្វើរួចចោលទេអាវុធហ្នឹងជាអ្វីដែលគួរធ្វើដែរយើងមិនគិតថាវាមានសង្គ្រាមឈ្លានពានមួយកើតឡើងលើទៅទូទាំងព្រំដែនរៀលដាលតាំងពីមុំ3រហូតដល់មាត់សមុទ្រពុកធ្វើជាធានក្បែរក្រហម7ឆ្នាំធ្វើនាយករដ្ឋមន្ត្រីខ្លួនឯង33ឆ្នាំធ្វើនាយករដ្ឋមន្ត្រីជាមួយកូន73ឆ្នាំហើយនៅផ្្លាត់ស្នៀតវាយដើម្បីកោះទៀតគួសោចឬមួយគួយំឥឡូវនេះចាំថ្ងៃណាយំចាំយើងយំហើយអារបស់ទិញមួយថែម free មួយហ្នឹងច្រើនជារបស់ចិត្តហូដេលេគេថាត្រូវរបស់គេមែនជួយងាប់ខាន់តែញោមខ្លួនចាយជំរាបសួរពុកខាងទៅជែកលេងជាមួយពុកជូនឹកពុកតិចដែរអូសុំទោសពុកចោលផ្លែមិនកទេមកហៅឡូជំរាបសួរបាទខ្ញុំនឹងឲ្យពើរ៉ាដូបាទខ្ញុំសុខសប្បាយទេតែរវល់ឥឡូវនេះកំពុងតែជាប់មាត់ជាមួយសម្ដេចបន្តិចអូមិនមែនសម្ដេចបាត់ដីទេសម្ដេចបាត់ដីនឹងកូនគាត់ទេខ្ញុំកំពុងតែជជែកជាមួយឪគាត់សម្ដេចសែងជូចាំបាយជែកជាមួយកូនអីពូបើឪគាត់គ្រប់គ្រងចាត់ចែងអស់ហើយហ្នឹងអាបាត់ដីហ្នឹងក៏ឪគាត់ធ្វើបាត់ដីដែរគ្រាន់តែយកឈ្មោះបាត់ដីដាក់ឲ្យកូនថាសម្ដេចអធិបតីអញ្ចឹងទៅទុកអនុស្សាវរីយ៍បាទចាញ់ខ្ញុំសួរឲ្យពុកតែសុកផ្ដាំសួរថាជីវិតមិនហើយជីវិតហើយងើបមួយវាយមួយគាត់ថាអើពូមានអីប្លែកទេគាត់ឆ្លើយថាអញ្ចឹងអ្នកស្រុកថាឲ្យសីហាទេពូបាទពូហៅមកទៅអីពូសួរមកកុំឲ្យពុកចាំយូរពុកមានការងារច្រើនណាស់ពូដោយអត់ដែរដឹងមួយថ្ងៃពុករវល់ណាស់ព្រោះគាត់កាន់ការងារច្រើនមុខគាត់មានការងារច្រើនណាស់ពូជាប្រធានព្រឹទ្ធសភាផងជាប្រមុខរដ្ឋស្ដីទីផង
ជានាយករដ្ឋមន្ត្រីទូតស៊ីគ្នាផងហើយនៅកាងពួកបងលុយទៀតអូច្រើនជាងស្កាយណាពូអានឹងរាប់ទ្រុសទេបាទពួកបោកចិនក៏កាងពួកបោកខ្មែរក៏កាងឲ្យតែពួកបកែបោកទៅរកពុកដោះស្រាយឲ្យទាំងអស់មកនិយាយរឿងស្បែកពុកប៉ុណ្្នឹងបានហើយពូទេមកមេការអីហេព្រាមមកកុំឲ្យពុកចាំយូរពុកឯនឹងមានណាត់ជួបជាមួយសាងបុត្រផងអូពូចង់សួរផ្លូវទៅហួយបានភេពូជិះពីណាមកតាខ្មៅអញ្ចេះបើពូបើកពីតាខ្មៅមកពូបើកលើផ្លូវសម្រាប់ឲ្យចូលមួយហើយពូឆ្លងស្ពានដែលចូលមួយហើយឆ្លងស្ពានដែលចូលមួយទៀតរួចហើយឆ្លងស្ពានដែលចូលមួយទៀតពូបើកមកឃើញរមងមូសម្រាប់តែចូលពូកលឹងរមងមូដែលចូលនឹង3ជុំពូចេញមកញ៉ឹងបាទចេញមកពូចេញបើកចេញបើបាទពូចេះបើកចឹងមកបើកស្ទុះមកពូនឹងឃើញពេទ្យស្គួតសម្រាប់តែចូលនៅខាងស្វែងដៃហ្នឹងហើយពូបើកហួសពេទ្យស្គួតសម្រាប់តែចូលមកប្រហែល1គីឡូមួយហើយពូបើកកាត់ផ្លូវកលុកសម្រាប់តែចូលបើកអញ្ចឹងមកបើកត្រង់រហូតឆ្លងស្ពានស្វាអំពៅពូឆ្លងមកហ្នឹងហើយពូឆ្លងស្ពាននឹងមកពូបត់ស្ដាំតែពូបត់ឆ្វេងនាំពូទៅលូទៅស្អុយសម្រាប់តែចូលចាំពីតែពូបត់ស្ដាំជិះត្រង់ផ្លូវរោដំរហូតដល់មានអេក្រីតមកពូនឹងឃើញផ្ទះធំមួយនៅក្បែរហ្នឹងមួយហើយពូចុះចុចកណ្ដឹងទៅមែនទេពូមេធនាគារហួយពាន់ភេទេតែម្ចាស់ផ្ទះហ្នឹងជាពូបង្កើតរបស់ម្ចាស់ភាគហ៊ុនធនាគារហួយពាន់ភេពូសួរទៅគេច្អល់ប្រាប់ហើយបាទមិនបាច់គុណស្រីពូ good luck អូខេបាទតែខ្ញុំសួរឲ្យពុកអ្នកស្រុកសួរថាកាលណាពុកជប់កាងពួកចោលជួយងាប់ណា